ចឹងឪពុកតើអ្វីទៅជាលំហាត់ខាងវិញ្ញាណរបស់លោកអិញ្ញាបាទលំហាត់របស់លោកសន្តអិញ្ញាដែលយើងហៅជាភាសាអង់គ្លេសថា spiritual exercise ណាជាការលំហាត់មួយដែលសន្តអិញ្ញាបានសង្កេតឃើញពីបទពិសោធន៍នៃការស្មឹងស្មាតរបស់គាត់តាមផ្លូវវិញ្ញាណហើយគាត់ក៏សរុបរួមមកនិពន្ធជារបៀបមួយនៅក្នុងការយើងចេះសង្កេតឃើញនៃអារម្មណ៍នៃផ្លូវវិញ្ញាណរបស់យើងនៅក្នុងពេលយើងសិនជើងគិតឬពេលយើងកំពុងសម្រេចការណាមួយណាដោយលោកបានសម្រេចការនេះដើម្បីឲ្យយើងទាំងអស់គ្នាចេះស្វែងរកឬដោះស្រាយបញ្ហាដែលមានសេរីភាពពីលក្ខណៈមិនចំពាក់ចំពិននៃឥទ្ធិពលដ៏អាក្រក់ឬឥទ្ធិពលតាមអារម្មណ៍របស់យើងឬតាមលោកីប៉ុន្តែឲ្យយើងតាំងចិត្តទៅលើធ្វើតាមគោលបំណងដែលល្អនៅដោយតាមគោលបំណងរបស់ព្រះជាម្ចាស់វិញណាហើយនេះគឺដែលលោកចង់ឲ្យយើងទាំងអស់គ្នាបានចេះសង្កេតឃើញនៅអារម្មណ៍ទាំងនេះហើយមានការភ្ញាក់ផ្អើលនៅក្នុងការត្រួតពិចារណាមើលពេលនៅក្នុងការអធិដ្ឋានដែលយើងហៅថាជាការឃ្លាតឆ្ងាយពីកន្លែងណាមួយទៅសំណាក់ធម៌ណារបៀបថាយើងហៅថាជាការសំណាក់ធម៌ឬការស្មឹងស្មាច់ដើម្បីត្រួតតាអារម្មណ៍នៅក្នុងដួងចិត្តរបស់យើងឪពុកតកតងខាងលំហាត់ខាងផ្លូវវិញ្ញាណមានចំណុចពីរសំខាន់គឺconsolation និង desolation ដែលប្រើជាភាសាខ្មែរថាការសម្របសម្រួលនិងការមកសៅមិនស្ងប់ចិត្តលោកពុកអាចជួយពន្យល់បន្ថែមតកតងនឹងចំណុចទាំងពីរនោះបានទេលោកពុកបាទតាមបទពិសោធន៍របស់សន្តអិញ្ញាពេលយើងស្មឹងស្មាតឬកំពុងអធិដ្ឋានឬការរៀបចំការថ្លែងសម្រាប់ចិត្តអ្វីមួយវាមានអារម្មណ៍ចម្បងពីរលក្ខណៈដែលអាចកើតឡើងនៅពេលយើងអធិដ្ឋានឬពេលយើងសញ្ជឹមគិតនឹងមួយគឺយើងហៅថា consolation ដែលជាភាសាខ្មែរក៏គឺភាពលួងលោមភាពស្ងប់ស្ងាត់ភាពនិយាយនៅក្នុងការពេលអារម្មណ៍នេះពេលក្នុងអធិដ្ឋាននិងមួយទៀតគឺអារម្មណ៍សៅហ្មងអារម្មណ៍តក់ស្លុតអារម្មណ៍ខ្វល់ខ្វាយឬអារម្មណ៍ច្របូកច្របល់សង្ស័យហើយនឹងយើងហៅជាភាសាអង់គ្លេសថា desolation ពីអារម្មណ៍នេះជាអារម្មណ៍ត្បូងដែលភាគច្រើនអាចកើតឡើងហើយសន្តអិញ្ញាបញ្ជាក់ថាអានេះជាការដឹកនាំតាមរបៀបតាមថាវិញ្ញាណទាំងពីរគឺវិញ្ញាណដែលនាំឲ្យយើងខិតមកចូលចិត្តស្និទ្ធជាមួយព្រះជាម្ចាស់ហើយមួយទៀតគឺវិញ្ញាណអាក្រក់ដែលចង់នាំឲ្យយើងឃ្លាតឆ្ងាយពីព្រះអង្គហើយដើម្បីឲ្យយើងសម្រេចចិត្តអ្វីដែលគិតតែខ្លួនឯងប៉ុន្តែចិត្តវិញ្ញាណខាងល្អនាំឲ្យយើងខិតចូលមកចិត្តស្និទ្ធហើយចង់មានភាពសុខសោនៃការភាពបាបឬភាពអំពើអន់ល្អហើយចង់កែប្រែចិត្តគំនិតដើម្បីឲ្យយើងចិត្តស្និទ្ធជាមួយព្រះជាម្ចាស់ជាងបាទនេះជាអារម្មណ៍សំខាន់ចម្បងដែលកើតឡើងនៅក្នុងការពេលយើងអន្ទិញសញ្ជឹងគិតអធិដ្ឋាននៅក្នុងការធ្វើដំណើរនៃផ្លូវវិញ្ញាណរបស់យើងបាទលោកពុកសូមជួយបញ្យល់បន្ថែមអំពីការសម្របសម្រួលខាងវិញ្ញាណបាទខ្ញុំចូលនិយាយអំពីលទ្ធផលនៃការស្មឹងស្មាតនៃផ្លូវវិញ្ញាណដែលហៅថា consolation ឬភាពសម្លុកសម្រួលណាពីព្រោះពេលសម្លុកសម្រួលនេះជាផ្លូវអំណោយទានរបស់ព្រះជាម្ចាស់ដែលនាំឲ្យយើងខិតមកចូលចិត្តស្និទ្ធជាមួយព្រះជាម្ចាស់ហើយវាមានចេញលក្ខណៈសម្បត្តិនៅផលផ្លែនេះគឺនាំឲ្យយើងមានចិត្តសុខស្ងប់ចិត្តស្ងប់ហើយចិត្តរស់រាយណាហើយមានចិត្តរបៀបដឹងគុណយ៉ាងជ្រាលជ្រៅនៃអង្គព្រះជាម្ចាស់ណាឬអ្នកមានគុណដែលយើងបានទទួលផលទទួលអំណោយទានមកឧទាហរណ៍
យើងដឹងគុណឪពុកម្ដាយណាឬយើងដឹងគុណនៃមិត្តភ័ក្តិដែលការតាក់ទឿនរបស់ពួកគាត់ជាដើមហើយមួយទៀតដែលនាំឲ្យយើងបង្វេរចិត្តរបស់យើងណាមិនគិតអ្វីតែខ្លួនឯងឬតែរបៀបលោកីណាគឺបង្វេរចិត្តពីភាពអត្តមានិយមឲ្យចេញទៅចេះគិតដល់អ្នកដទៃជាងខ្លួនឯងណាហើយលទ្ធផលនៃ consolation នេះឯងនាំឲ្យយើងនឹងចង់កែប្រែចិត្តគំនិតណាអ្វីដែលយើងធ្វើខុសយើងចង់កែឲ្យល្អដើម្បីដើរតាមឬចិត្តសនិទ្ធមកចិត្តជាមួយព្រះជាម្ចាស់ដែលនាំឲ្យយើងមានភាពស្ងប់ចិត្តមានភាពដូចជាមានសុភមង្គលនៅក្នុងចិត្តក៏ថាបានដែរដូច្នេះអានេះជាលទ្ធផលនៃការអារម្មណ៍នៃសម្លុកសម្រួលឬហៅថា consolation ណា consolation នេះក៏មិនគ្រាន់តែធ្វើឲ្យយើងនឹងមានអារម្មណ៍ល្អតែប៉ុណ្្នឹងទេជួនកាលវាចេញមករបៀបឲ្យយើងមានអារម្មណ៍សៅហ្មងក៏អាចកើតបានដែរគឺមានការភាពសោកស្ដាយឧទាហរណ៍ភាពសោកស្ដាយអ្វីមួយដែលយើងធ្វើខុសឧទាហរណ៍យើងនិយាយអត់ល្អជាមួយពុកម៉ែរបស់យើងហើយពេលយើងមាន consolation យើងអាចកើតអារម្មណ៍ថាអូខ្ញុំមានអារម្មណ៍សោកស្ដាយនៅអំពើទង្វើដែលយើងធ្វើហើយយើងចង់ទៅសន្ទុះយើងចង់ទៅសម្រុកសម្រួលជាមួយមិត្តភ័ក្តិដែលគឺយើងនឹងកំពុងជួបគ្នាក៏អាចកើតបានវាមិនមែនគ្រាន់តែថាឲ្យយើងមានភាពទូលាយសប្បាយអារម្មណ៍តែប៉ុណ្្នឹងវាមិនមែនចេញរបៀបនោះសំខាន់ដែលយើងអាចស្ទាបដឹងគឺយើងវាអារម្មណ៍នេះចង់ឲ្យយើងកែប្រែខាងទៅជានិត្តអ្នកដែលល្អជាងមុនចង់ខិតមកចិត្តសនិទ្ធជាងមុននាំឲ្យយើងចេះលោកសន្តិសុខសន្តិភាពជាងមុនជាងសភាពដើមដែលយើងកំពុងជាអ្វីដែលនាំឲ្យយើងមានភាពតបប្រមាណតែវាលោកឲ្យយើងមានអារម្មណ៍ចង់ធ្វើឲ្យអ្វីឲ្យល្អប្រសើរជាងមុននេះជាសញ្ញាមួយដែលធ្វើឲ្យយើងគិតមកចូលជាមួយព្រះជាម្ចាស់នៅក្នុងពេលណាដែលយើងកើតអារម្មណ៍បែបនេះយើងដំបូងមានរបស់លោកអ៊ីញ៉ាសក៏គឺពេលយើងស្ទាបដឹងនៃអារម្មណ៍នេះហើយសូមឲ្យយើងមានភាពអរគុណណាចាក់ដឹងគុណអរគុណព្រះជាម្ចាស់ហើយឲ្យយើងដឹងថានេះមិនមែនជាឥទ្ធិពលដែលយើងមកពីសមាល័យរបស់ខ្លួនឯងទេប៉ុន្តែមកពីព្រះអំណោយទានរបស់ព្រះជាម្ចាស់ទាំងស្រុងដូច្នេះយើងទៅចេះអរគុណមិនអាចខ្លាយទៅជារបៀបភាពអំណូតខ្លួនថាអូយើងមានការអធិដ្ឋានល្អហើយយើងនេះយើងជាអ្នកដែលពូកែមិនមែនរបៀបនេះទេប៉ុន្តែឲ្យយើងដែលមានភាពដឹងគុណហើយឲ្យយើងនឹងអរព្រគុណព្រះជាម្ចាស់ហើយអនុវត្តតទៅមុខទៀតណាពីព្រោះនេះដូចជាថាយើងបានដឹកនាំផ្លូវដោយវិញ្ញាណដែលល្អហើយយើងគួរធ្វើដំណើរតាមការដឹកនាំរបស់ផ្លូវវិញ្ញាណខាងនេះបាទនេះជាហៅថា consolation ចឹងលោកពុកសូមជួយបកស្រាយតកតងនឹងការសៅហ្មងខាងវិញ្ញាណឬក៏ spiritual desolation ភាពសៅហ្មងខាងវិញ្ញាណឬយើងហៅភាសាអង់គ្លេសថា spiritual desolation ក៏ជាអ្វីមួយដែលបន្ទល់នឹងភាព consolation ដែលធ្វើឲ្យយើងភាពស្ងប់ចិត្តឬចិត្តសនិទ្ធជាមួយព្រះជាម្ចាស់ភាព desolation ឬភាពសៅហ្មងនេះគឺនាំឲ្យឃ្លាតឆ្ងាយពីព្រះអង្គវិញណាហើយវាលទ្ធផលដែលកើតឡើងក៏គឺឲ្យយើងមានភាពអាប់អួរឬធ្ងន់ធ្ងរនៅក្នុងដួងចិត្តហើយមានភាពតែសង្ស័យនៃការសម្រេចចិត្តអ្វីមួយដែលយើងធ្លាប់កើតឡើងនៅពេលយើងមាន consolation តែយើងមានភាពរំលងយើងមានរបៀបជ្រះថ្លាអ្វីមួយយើងសម្រេចចិត្តអ្វីមួយហើយប៉ុន្តែភាពសង្ស័យវាមកកើតឡើងតាមក្រោយដើម្បីឲ្យយើងនឹងជឿជាក់ថាអ្វីដែលយើងធ្លាប់មានភាពល្អពីមុនហ្នឹងវាខ្លាយទៅជាទៅឬអត់ឬមិនជឿថានេះជារបស់ល្អសម្រាប់យើងបាទមួយទៀតគឺវាទាញយកឲ្យយើងមកគិតតែរឿងខ្លួនឯងយើងនាំឲ្យយើងមានរបៀបការឬនៅរបៀបខ្ជិលប្អូសហើយម្យ៉ាងទៀតធ្វើឲ្យយើងនឹងគិតតែរឿងអ្វីថោកទាបជាងមុនឬចូលក្នុងភាពផ្លូវលោកីជាងមុនឬគិតអ្វីតែរបស់ខ្លួនឯង
ប្រយោជន៍សម្រាប់ខ្ញុំឬឲ្យយើងមានភាពអាត្មានិយមជាងមុនណាអានេះเองអារម្មណ៍ desolation នាំឲ្យយើងឃ្លាតឆ្ងាយពីគោលបំណងរបស់ព្រះជាម្ចាស់ហើយលទ្ធផលដែលកើតឡើងក៏គឺធ្វើឲ្យយើងមានភាពស្មុគស្មាញនៅក្នុងដួងចិត្តណាមានភាពបតើសង្ស័យហើយមានភាពអត់មានភាពស្ងប់ចិត្តទេអានេះសន្តអញ្ញាចាត់ថាអានេះមកពីខាងវិញ្ញាណដែលខាងវិញ្ញាណអាក្រក់នៅនាំឲ្យយើងឃ្លាតឆ្ងាយពីព្រះជាម្ចាស់អានេះវាអាចកើតឡើងនៅក្នុងការសម្ចឹងកើតផ្លូវចិត្តណាការលំហាត់ផ្លូវចិត្តហ្នឹងហើយមកប្រពន្ធនៃភាពសៅហ្មងនេះណាវាលោកសន្តអញ្ញាក៏នៅបញ្ជាក់ថែមទៀតថាវាអាចកើតមកពី3ចំណុចទី1គឺការធ្វើប្រហែសរបស់ខ្លួនឯងណាដែលយើងអត់មានការចិត្តសន្និដ្ឋជាមួយព្រះជាម្ចាស់យើងអត់មានការអធិដ្ឋានហើយយើងធ្វើឲ្យខ្លួនឯងនឹងលងភ្លើតភ្លើនទៅតាមបដិទៅតាមអារម្មណ៍ខ្លួនឯងអានេះទី1គឺការប្រហែសពីខ្លួនឯងទី2ទៀតគឺវាអាចមកពីការសាក់លបងពីព្រះជាម្ចាស់ក៏បានណាในអានពីថាឲ្យយើងមានភាពនឹងណូមានភាពអត់ធ្មត់រហូតណាឬជាមេរៀនមួយក៏បានដែរថាព្រះជាម្ចាស់ធ្វើឲ្យយើងកើតអារម្មណ៍អានេះខ្លះដើម្បីឲ្យយើងមានមេរៀនមួយថាការទទួលអារម្មណ៍ consolation ឬអារម្មណ៍លំហចិត្តហ្នឹងអารមណ៍ល្អនៅផ្លូវចិត្តនេះវាមិនមែនមកពីខ្លួនឯងទេវាមកពីព្រះជាម្ចាស់ដើម្បីឲ្យយើងនឹងកុំលំខ្លួនណាដូច្នេះអារម្មណ៍នេះវាអាចកើតឡើងប៉ុន្តែឲ្យយើងចេះភ្ញាក់ផ្អើលសំខាន់គឺយើងទៅដឹងថាពេលយើងមានអារម្មណ៍របៀបនេះហើយយើងគួរធ្វើយ៉ាងម៉េចដើម្បីចេះប្រឈមនឹងបញ្ហានេះដើម្បីយើងអាចដោះស្រាយបញ្ហានៅពេលវេលា desolation យ៉ាងទៅអរគុណជាដើម្បីងាយស្រួលនៅក្នុងការឲ្យបងប្អូនណាទាំងអស់គ្នាបានងាយស្រួលនៅក្នុងការប្រៀបធៀបនៃអារម្មណ៍ទាំងនេះលោកពុកសូមបង្ហាញនៃតារាងណាដើម្បីប្រៀបធៀបអារម្មណ៍ទាំងពីរដើម្បីឲ្យយើងដឹងថាអារម្មណ៍ហ្នឹងវាមានអត្តពលឬមានលទ្ធផលអ្វីខ្លះហើយយើងគួរធ្វើយ៉ាងម៉េចដើម្បីមានអារម្មណ៍ហ្នឹងកើតឡើងណាដោយលោកពុកសូមអានឲ្យច្បាស់តាមនេះតទៅในอารมณ์ข้างផ្លូវវិញ្ញាណដែលនាំឲ្យកើតខាង consolation ឬការសម្រុកសម្រួលខាងផ្លូវវិញ្ញាណណាវាមានទិសដៅដែលឲ្យនាំឲ្យយើងចំពោះទៅការព្រះជាម្ចាស់និងអ្នកដទៃគឺយើងអត់គិតដល់ខ្លួនឯងទេយើងគិតទៅដល់អ្នកដទៃប្រយោជន៍ដល់អ្នកដទៃអនាគតរបស់កូនសិស្សដែលយើងបង្រៀនឧទាហរណ៍ណាហើយខាង desolation វិញខាងការភាពសៅហ្មងនៅខាងផ្លូវវិញ្ញាណវិញវាមានទិសដៅដែលប្រែទៅលោកប្រឆោតទៅលើខាងខ្លួនឯងណាគឺធ្វើឲ្យយើងគិតតែខ្លួនឯងឬភាពអាត្មានិយមហើយនឹងមានភាពមន្ទិលណាហើយធ្វើឲ្យយើងនឹងមានដូចជាថាជាប្អូសអត់ចង់មានមើលអ្វីចង់ធ្វើតាមបដិតាមអារម្មណ៍ខាងលោកីតែម្ដងបាទហើយផលផ្លែចម្បងនៃអារម្មណ៍ទាំងពីរណាហើយផលផ្លែដែលអាចកើតឡើងនៅក្នុងពេលដែលយើងមានអារម្មណ៍នៃ consolation ដែលដឹកនាំផ្លូវវិញ្ញាណដែលល្អណាគឺឲ្យយើងកើនឡើងនៅសេចក្តីនៅកើនឡើងនៃជំនឿណាគឺឲ្យយើងនឹងមានជំនឿในព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅមានភាពដឹងគុណណាមានសេចក្តីសង្ឃឹមនិងមានភាពសេចក្តីស្រឡាញ់ណាយើងស្រឡាញ់ព្រះជាម្ចាស់ជ្រៅជាងមុនយើងមានភាពដឹងគុណនៃព្រះអំណោយទាននិងសេចក្តីស្រឡាញ់របស់ព្រះអង្គហើយយើងមានអរំចង់បម្រើព្រះអង្គយ៉ាងចិត្តស្និទ្ធឡើងជាងមុនណាផ្ទុយទៅវិញឯខាង desolation ណាវាថយចុះនៃសេចក្តីនៃជំនឿនឹងណាថយចុះនៃជំនឿនឹងដូចជាយើងអត់មានអារម្មណ៍ថាយើងបានធ្វើដំណើរជាមួយព្រះជាម្ចាស់ទេណាហើយម្យ៉ាងទៀតយើងក៏បន្ថយនៃសេចក្តីសង្ឃឹមដែរណានិងសេចក្តីស្រឡាញ់ណាយើងគិតតែរឿងខ្លួនឯងយើងអត់ចង់ឧទាហរណ៍ថាយើងខយឃើញអ្នកដទៃអត់តន់យើងញ៉ាំបាយយើងអត់តន់មានអ្នកណាមកយើងញ៉ាំបាយតែខ្លួនឯងយើងអត់គិតដល់អ្នកដទៃណាហើយអារម្មណ៍ទូទៅដែលពេលយើងមានអារម្មណ៍ខាង consolation ឬ desolation ណា
ข้าง consolation หรือข้างสมรุกสมរួលផ្លូវវិញ្ញាណនឹងគឺយើងមានភាពសុខសាន្តនៅក្នុងដួងចិត្តយើងហើយមានអារម្មណ៍ច្បាស់រស់ในក្នុងការសម្រេចចិត្តអ្វីមួយយើងមានអារម្មណ៍ច្បាស់ថានេះជាការសម្រេចរបស់ព្រះជាម្ចាស់ហើយយើងអាចអត់មានការជួបបន្ទាក់អ្វីមួយទាំងអស់ដែលយើងមានសេរីភាពនៅក្នុងការធ្វើតាមការសម្រេចចិត្តនឹងតែម្ដងនឹងដោយសារយើងមានភាពក្លាហានវាប្រជួបមកជាមួយភាពក្លាហាននឹងតែបន្ទុយទៅវិញបើសិនជាអារម្មណ៍ដែលកើតឡើងការសៅហ្មងឬ desolation មានភាពប្រសាប្រសល់ណាមានភាពប្រសាប្រសល់មានភាពស្ងួតគៀមក្រំណានិងមានសេចក្តីទុក្ខសោកណាយើងអត់មានភាពក្លាហានទេមានភាពគៀមក្រំវាអត់ចង់ចាប់អារម្មណ៍ដល់អ្នកណាសោះណានេះគឺអារម្មណ៍ទូទៅនៃភាពនៃអារម្មណ៍ desolation ហើយការឆ្លើយតបណាការឆ្លើយតបគឺបន្តដំណើរនៅក្នុងទៅខាងមុខដោយចិត្តដឹងគុណណាในខាងសមុទ្រសម្រួលឬខាង consolation នឹងអ្វីមួយដែលយើងធ្វើល្អហើយយើងដូចជាមានអារម្មណ៍ចង់បន្តទៅមុខទៀតឲ្យអស់ចិត្តណាពីព្រោះដូចជាយើងមានពពីងដោយភាពសុខសាន្តភាពរស់រាយនៅក្នុងការធ្វើដំណើរនៅផ្លូវនេះហើយយើងចង់ធ្វើទៅមុខទៀតណាដោយមានចិត្តដឹងគុណណាមិនមែនមកពីខ្លួនឯងសោះយើងដឹងគុណនៃព្រះជាម្ចាស់ណាហើយខាងបន្ទុយទៅវិញខាងសៅហ្មងឬខាង desolation លោកសន្តៈអ៊ីកញ៉ាសគួរឲ្យយើងឆ្លើយតបគឺពេលយើងដឹងថាយើងមានអារម្មណ៍របៀបនេះការឆ្លើយតបឬប្រឈមនឹងអារម្មណ៍របៀបនេះក៏គឺយើងឈរឲ្យមមកុំឲ្យកុំភ្លេចខ្លាចណាតែតែឈរឲ្យមកកុំសម្រេចចិត្តឲ្យសោះហើយនឹងកុំផ្លាស់ប្ដូរណាការសម្រេចចិត្តពីមុនឧទាហរណ៍យើងធ្លាប់មានការសម្រេចចិត្តពីមុនពេលយើងមានអារម្មណ៍ consolation ហើយតែសុខមានអារម្មណ៍អានេះកើតឡើងអារម្មណ៍អត់សង្ស័យមិនទេសង្ស័យឬតបប្រមល់ពេលនឹងឯងកុំផ្ដូរសោះអារម្មណ៍ពីដើមកុំផ្ដូរការសម្រេចពីដើមហើយដល់ពេលដែលយើងបាត់ភាព desolation នឹងសិននឹងទៅមុខនឹងឲ្យយើងវេចិត្តមកឲ្យចិត្តសនិទ្ធជាមួយព្រះជាម្ចាស់តាមរយៈការអធិដ្ឋានណាហើយការទ្រាំអាហារឬការអធិដ្ឋានឲ្យเจริญជាងមុនណាដើម្បីឲ្យយើងជួយឲ្យសូមអង្វរព្រះជាម្ចាស់មកជួយយើងនៅពេលដែលយើងកំពុងជួបភាពសៅហ្មងនេះឬភាព desolation នេះអានេះជាសង្ខេបណាជាសង្ខេបនៃអារម្មណ៍ទាំងពីរហើយយើងគួរឆ្លើយតបឬផលផែនរបស់វាណាខ្ញុំគិតថាអានេះអាចជួយឲ្យយើងងាយស្រួលនៅក្នុងការញែកញាក់អារម្មណ៍ពេលដែលយើងសញ្ជឹងគិតបញ្ហាអ្វីមួយដើម្បីឲ្យយើងងាយស្រួលថាយើងគួរដើរតាមសំឡេងរបស់ផ្លូវវិញ្ញាណខាងណាអានេះជាទ្រុសនៅក្នុង spiritual exercise របស់សន្តៈ Ignatius សូមអរគុណ